ជំរាបសួរបងប្អូនទាំងអស់គ្នាចាបងប្អូនមេតិចិត្តអញ្ចឹងបងប្អូនដូចខ្ញុំទេចាចំណាយខ្ញុំមេតិចិត្តអញ្ចឹងគឺចង់ហូបខជើងជ្រូកជាមួយតាពាំងបងប្អូនអើយគឺថាឃើញមេភ្លៀងអញ្ចឹងចានឹកឃើញដល់រដូវប្រជុំទៀតហើយបងប្អូនចាគឺថាខជើងជ្រូកជាមួយតាពាំងនេះគឺថាឆ្ងាញ់តែម្ដងបងប្អូនចាឥឡូវគ្រឿងផ្សំហ្នឹងមានរៀងច្រើនដែរបងប្អូនចាខ្ញុំមានជើងជ្រូកនឹងចំនួន1តែខ្ញុំជាយកឆ្អឹងចេញអត់ឲ្យបងប្អូនគឺខ្ញុំយកតែសាច់អញ្ចឹងណាយកតែសាច់និងស្បែកទៅដើម្បីហាន់ទៅខទៅគឺងាយស្រួលហូបបងប្អូនចាហើយខ្ញុំមានតាពាំងក្រៀមហ្នឹងបន្តិចដែរបងប្អូនតាពាំងក្រៀមហ្នឹងគឺខ្ញុំត្រាំទឹកសិនអញ្ចឹងណាហើយមានជាមួយស្លឹកខ្ទឹមបន្តិចដែរចាហើយនេះគឺខ្ទឹមសម្រេចទឹកប្រេងខ្យងចាហើយមានជាមួយនឹងផ្កាច័ន្ទនិងឈើអែបបងប្អូនខកុំភ្លេចឲ្យសោះពីមុខហ្នឹងគឺសំខាន់ណាស់បងប្អូនគឺដាក់ទៅគឺឆ្ងាញ់មែនតែនចាអំបិលប៊ីចេងបងប្អូនចាហើយនេះគឺស្ករថ្ងៃហ្នឹងអត់មានស្ករត្នោតគឺដាក់ស្ករសបងប្អូនទឹកស៊ីអ៊ីវខាប់ចាបងប្អូនកុំដាក់ច្រើនពេកខ្លាចឲ្យវិញណាចានឹងទឹកត្រីបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមមកហាន់ជាមួយនឹងស្លឹកខ្ទឹមបងប្អូនចាស្លឹកខ្ទឹមយើងហាន់ឲ្យល្អិតបន្តិចទៅដើម្បីយកទៅធ្វើខជើងជ្រូករបស់យើងអញ្ចឹងណាបងប្អូនចាស្លឹកខ្ទឹមហ្នឹងគឺខ្ញុំប្រើរៀងចាំដែរបងប្អូនខ្ញុំចូលចិត្តញ៉ាំស្លឹកខ្ទឹមមកចាគឺស្លឹកខ្ទឹមឈ្ងុយណាចាแล้วក៏ងាកមកខាងចិញ្ច្រាំខ្ទឹមសវិញម្ដងបងប្អូនចាខ្ទឹមសហ្នឹងគឺយើងចិញ្ច្រាំឲ្យល្អិតទៅបងប្អូនចាដើម្បីយកទៅកម្លោចហើយខជើងជ្រូករបស់យើងអញ្ចឹងណាចាចិញ្ច្រាំទៅចិញ្ច្រាំមកទៅបងប្អូនចាមើលតែរៀងម៉ត់ហើយចាក៏ដួសទុកមិនឡែកទៅដើម្បីយកទៅបំពងបងប្អូនចាឥឡូវនេះគឺខ្ញុំដាំទឹកពុះហើយខ្ញុំក៏ចាប់ផ្ដើមមកស្រស់ទំពាំងរបស់ខ្ញុំបងប្អូនចាទំពាំងហ្នឹងគឺខ្ញុំស្ងោររៀងយូរដែរបងប្អូនចាទុកទំពាំងស្ងោរអញ្ចឹងទៅក៏ងាកមកហាន់ជាមួយនឹងសាច់ជ្រូករបស់យើងវិញណាបងប្អូនចាសាច់ហ្នឹងគឺខ្ញុំយកមកសាច់តាជើងទាំងអស់បងប្អូនចាអញ្ចឹងខ្ញុំហាន់រៀងដុំធំដែរបងប្អូនចាពួកខ្ញុំចង់ខទៅឲ្យពេលដែលយើងអាលួយអីទៅគឺឆ្ងាញ់ណាបងប្អូនចាស្បែកជាមួយនឹងសាច់ចឹងចាបងប្អូនខជើងជូរតាពាំងនេះគឺឆ្ងាញ់តាំងពីដើមមកអើយបងប្អូនចាបងប្អូនដូចខ្ញុំបងប្អូនចាគឺថាឲ្យតែយើងខជើងជ្រូកចាជាមួយតាពាំងជូរក៏ដែរតាពាំងសាបក៏ដែរចាបងប្អូនចាគឺឆ្ងាញ់ជាងគេជាពិសេសគឺតាពាំងជូរនឹងម្ដងបងប្អូនចាគឺខែរវល់បុណ្យទានប្រជុំអីចឹងទៅបងប្អូនអើយខជើងជ្រូកចាគឺថាហើយមេតិចភ្លៀងរលឹមអូគឺហូបបាយអស់ច្រើនមែនតើណាបងប្អូនចាឥឡូវរួចដល់ហើយក៏ចាប់ផ្ដើមមកស្រង់តាពាំងរបស់នេះខ្ញុំប្រាប់បងប្អូនតាពាំងហ្នឹងគឺខ្ញុំស្រង់ហើយខ្ញុំយកទៅលាងទឹកចេញពីប៊ីទឹកណាបងប្អូនឲ្យអស់អាពណ៌ក្រហមហ្នឹងទៅកាត់យកទៅខ្ចីទៅចាហើយនេះគឺសាច់ជ្រូកក៏បងប្អូនចំណាយសាច់ជ្រូកហ្នឹងគឺខ្ញុំរលីងហើយក្រៀមបានខ្ញុំយកមកខបងប្អូនចាតំពាំងក្រៀមក៏ហាន់រួចរាល់ដែរយកទៅខ្ចីមកចានេះគឺស្ករសចានេះគឺប្រាប់បងប្អូនរួចហើយឈើអែមអីអញ្ចឹងទៅស្លឹកខ្ទឹមអីអញ្ចឹងណាបងប្អូនចាមានអំបិលស្ករប៊ីចេងទឹកត្រីអីអញ្ចឹងទៅបងប្អូនគឺអត់ពិបាកទេខតែយើងចេះធ្វើគ្រឿងណាបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមមកក្លោចខ្ទឹមអីបងប្អូនចាកន្លែងខ្ទឹមសហ្នឹងគឺខ្ញុំប្រើរៀងច្រើនដែរបងប្អូនចាដើម្បីឲ្យឈ្ងុយឆ្ងាញ់ចាឥឡូវខ្ទឹមក្រហមខ្ទឹមសរបស់យើងកម្លោចឡើងឈ្ងុយហើយក៏ចាប់ផ្ដើមចាក់ស្ករសចូលបងប្អូនចំណែកស្ករសហ្នឹងគឺបងប្អូនក្លោចឲ្យក្រហមបន្តិចទៅបងប្អូនហើយបងប្អូនចាក់ទឹកសាបចូលដូចខ្ញុំអញ្ចឹងណាបងប្អូនចាព្រោះអីស្ករសបើយើងក្លោចអត់ក្រហមគឺខទៅគឺសតែម្ដងអញ្ចឹងបងប្អូនក្លោចដូចខ្ញុំអញ្ចឹងមកណាបងប្អូនចាយើងក្លោចឲ្យក្រហមខ្ទឹមសនិងស្ករនឹងហើយចាំយើងចាក់ទឹកចូលទៅបងប្អូនហើយក្លោចស្ករនិងទឹកនឹងឲ្យក្រហមទៀតចាំថែមគ្រឿងណាបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមថែមជាមួយនឹងផ្កាច័ន្ទចាហើយនឹងឈើអែមបន្តិចទៅចាជាមួយនឹងប្រេងខ្យងអញ្ចឹងណាបងប្អូនចាបងប្អូនធ្វើខ្ញុំទៅចាគឺនឹងទទួលបានពណ៌មកល្អមែនតើណាបងប្អូនទឹកស៊ីអ៊ីវបន្តិចមកចាបើសិនជាអត់ក្លោចស្ករយើងក្រហមទេខយើងទឹកអត់ល្អណាបងប្អូនចាហើយទឹកត្រីមកចាជាមួយនឹងអំបិលស្ករប៊ីចេងអីចឹងទៅបងប្អូនចាហើយនេះបងប្អូនឃើញក្រហមល្អហើយបងប្អូនចាក្រហមហ្នឹងមិនក្រហមថាខ្លោចទេណាបងប្អូនចាគឺក្រហមចេញពីគ្រឿងខ្ញុំផ្សំហ្នឹងតែម្ដងបងប្អូនចាជាពិសេសគឺយើងកាច់ក្បាលដំបងហ្នឹងគឺយើងក្លោចស្ករសឲ្យក្រហមសិនណាបងប្អូនចាពេលក្រហមហើយយើងចាក់ទឹកចូលកំឡោចឲ្យក្រហមថែមទៀតចាំយើងដាក់គ្រឿងចូលឲ្យចាក់ជើងជ្រូកចឹងមកចាក់ទំពាំងចឹងមកបងប្អូនចាកុំអាថែមទឹកបងប្អូនពេលហ្នឹងបងប្អូនត្រូវតែ
កោច្បល់សិនណាបងប្អូនចាកុំអាថែមទឹកចាឲ្យតាពាំងហ្នឹងគឺល្អមែនតើបងប្អូនអើយគឺឡើងខ្ចីតែម្ដងខ្ញុំយកតាពាំងខ្ចីតាពាំងក្រៀមបងប្អូនចាឥឡូវនេះគឺខ្ញុំចាប់ផ្ដើមថែមទឹកឲ្យបងប្អូនចាគឺខ្ញុំកូរទុកមួយសន្ទុះដែរបានខ្ញុំថែមទឹកអញ្ចឹងណាបងប្អូនចាឥឡូវនេះគឺថាចិត្តដាច់ទឹកឲ្យបងប្អូនពួកអីខ្ញុំខហ្នឹងខ្ញុំយករសជាតិរៀងខាប់បងប្អូនចាគឺថាខ្ញុំអត់យកទឹកទេខ្ញុំយកទឹកតែបន្តិចទេចាខ្ញុំថែមជាមួយនឹងប៊ីចេងបន្តិចមកចាបងប្អូនអានេះគឺឆ្អិនហើយណាចាឲ្យបងប្អូនភ្លក់មើលទៅខ្វះខាតស្ទើរប្រៃផ្អែមអីថែមថយតាមហ្នឹងណាបងប្អូនចាចំណែករសជាតិខរបស់ខ្ញុំនេះគឺរៀងដិតបន្តិចបងប្អូនខ្ញុំយករសជាតិរៀងផ្អែមនិងប្រៃអញ្ចឹងណាហឹលម្រេចអញ្ចឹងទៅគឺឆ្ងាញ់តែម្ដងចាថែមជាមួយនឹងខ្ទឹមតែតិចមកបងប្អូនចាហើយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូនៅក្នុង YouTube របស់នាងខ្ញុំអញ្ចឹងណាដែលមានឈ្មោះថាសាផនមកឆ្ងាញ់បងប្អូនពេញចិត្តវីដេអូរបស់នាងខ្ញុំបងប្អូនកុំភ្លេចជួយចុចសញ្ញាកណ្ដឹងនិងជួយ like ជួយ share អ្នកបងប្អូនដើម្បីទទួលបានវីដេអូថ្មីទៀតចាបងប្អូនឥឡូវហ្នឹងគឺចាប់ផ្ដើមដួសដាក់ចានហើយបងប្អូនចានិយាយពីថាឆ្ងាញ់មែនតើបងប្អូនអើយគឺថាញ៉ាំទៅស្បែកជ្រូកណាសាច់ជ្រូកដែលជាប់ជើងជ្រូកស្បែកហ្នឹងបងប្អូនចាគឺស្វិតឆ្ងាញ់មែនតើណាបងប្អូនចូលចិត្តខ្ញុំហ៎បងប្អូនចាហើយយើងខឲ្យខាប់អញ្ចឹងមកបានឆ្ងាញ់បងប្អូនចាគឺថារសជាតិនឹងជាប់ចិត្តណាស់បងប្អូនអើយហូបហើយចង់ហូបទៀតណាបងប្អូនចាគឺថាអត់តលាន់ទេណារសជាតិដូចផាក់ឡូវអញ្ចឹងណាបងប្អូនចាហើយយើងសពទាំងយើងដាក់តាពាំងទៀតមកហ្នឹងគឺថាកាន់តែឆ្ងាញ់ថែមទៀតតែម្ដងបងប្អូនចាគឺថាឆ្ងាញ់ទ្វេគុណណាបងប្អូនចាបើយើងធ្វើផាក់ឡូវគឺអត់មានតាពាំងទេដល់ពេលយើងខអញ្ចឹងមានតាពាំងផងមានផាក់ឡូវផងចូលគប់ចូលគ្នាបងប្អូនចាហើយរសជាតិវិញគឺថាមកអែមតែម្ដងបងប្អូនចាគ្រឿងផ្សំហ្នឹងបងប្អូនអាចធ្វើបានណាបងប្អូនចាសាក់លបងធ្វើតាមគ្រឿងផ្សំរបស់ខ្ញុំធ្វើនឹងទៅបងប្អូនចានឹងទទួលបានខតំពាំងឆ្ងាញ់មែនតើណាបងប្អូនចាឲ្យពណ៌ហ្នឹងក៏ល្អទៀតបងប្អូនឃើញទេគឺខ្ញុំខស្ករសតែទទួលបានមកពណ៌ឡើងក៏ហមល្អតែម្ដងអញ្ចឹងណាបងប្អូនចាកុំភ្លេចធ្វើហូបទាំងអស់គ្នាណាបងប្អូនចាគឺថាខជើងជ្រូកមានតិចអញ្ចឹងអីគឺថាញ៉ាំបាយអស់ច្រើនមែនតើបងប្អូនអរគុណ